ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការណែនាំតាក់ទងជាមួយនឹងថាតើផ្លែសសក់ផ្អែមផ្ដល់នូវសារៈប្រយោជន៍អ្វីខ្លះមកដល់សុខភាពរបស់យើងត្រសក់ផ្អែមគឺជាផ្លែឈើមួយយ៉ាងដែលមានរសជាតិឆ្ងាញ់អាចញ៉ាំទាំងស្រស់ធ្វើជាបង្អែមសាឡាដអាហារសម្រន់ដែលសម្បូរនៅក្នុងប្រទេសកម្ពុជាទោះបីជាគេស្គាល់នៅឧស្សាហ៍ក្នុងការទទួលទានប៉ុន្តែភាគច្រើនប្រហែលជាគេមិនដឹងថាតើផ្លែសសក់ផ្អែមផ្ដល់នូវគុណសម្បត្តិអ្វីខ្លះមកដល់សុខភាពរបស់យើងនោះទេតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតើផ្លែសសក់ផ្អែមមានសារៈប្រយោជន៍អ្វីខ្លះមកដល់សុខភាពរបស់យើងសម្រាប់គុណសម្បត្តិទី1គឺជួយរក្សារំនឹងជាតិស្ករក្នុងឈាមការសិក្សាជាច្រើនបានឲ្យដឹងថាអ្នកដែលទទួលទាននៅផ្លែសសក់ផ្អែមជារៀងរាល់ថ្ងៃគឺអាចជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែមរហូតដល់ 12% បើធៀបជាមួយនឹងអ្នកដែលមិនទទួលទាននៅផ្លែសសក់ផ្អែមហើយការសិក្សាមួយទៀតបានធ្វើឡើងនៅលើអ្នកជំងឺទឹកនោមផ្អែមស្រាប់ការទទួលទាននៅផ្លែសសក់ផ្អែមយ៉ាងតិច3ដងក្នុងមួយសប្តាហ៍ក៏អាចរកឃើញផងដែរថាអាចជួយកាត់បន្ថយហានិភ័យនៃការប្រឈមផលវិបាកនៃជំងឺទឹកនោមផ្អែមពី 13 ទៅ 28% ឯណោះទោះបីជាផ្លែសសក់ផ្អែមមានជាតិកាបូនអ៊ីត្រាដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងជាបណ្ដោះអាសន្នក៏ដោយប៉ុន្តែផ្លែសសក់ផ្អែមក៏មានផ្ទុកនូវជាតិសរសៃនិងសារធាតុចិញ្ចឹមផ្សេងទៀតដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរសម្រាប់គុណសម្បត្តិទី2គឺជួយកាត់បន្ថយសម្ពាធឈាមជាទូទៅរបបអាហារដែលសម្បូរដោយបន្លែនិងផ្លែឈើគឺអាចជួយកាត់បន្ថយហានិភ័យនៃសម្ពាធឈាមខ្ពស់និងជំងឺបេះដូងជាពិសេសរបបអាហារដែលមានជាតិសូដ្យូមទាបនិងការទទួលទានប៉ូតាស្យូមគ្រប់គ្រាន់គឺអាចរក្សារំនឹងសម្ពាធឈាមផ្លែសសក់ផ្អែមគឺជាផ្លែឈើមួយយ៉ាងដែលមានផ្ទុកនូវសូដ្យូមទាបនិងប៉ូតាស្យូមច្រើនដែលអាចជួយរក្សាកម្រិតសម្ពាធឈាមបានយ៉ាងល្អសម្រាប់គុណសម្បត្តិទី3គឺល្អចំពោះសុខភាពឆ្អឹងផ្លែសសក់ផ្អែមមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនក្នុងការជួយជួសជុលជាលិកាឆ្អឹងនិងធ្វើឲ្យឆ្អឹងរឹងមាំសារធាតុចិញ្ចឹមទាំងនោះរួមមានដូចជា folate វីតាមីន K និងសារធាតុ magnesiumរីឯគុណសម្បត្តិទី4គឺល្អសម្រាប់សុខភាពបេះដូងការទទួលទាននៅផ្លែសសក់ផ្អែមគឺអាចជួយការពារសុខភាពបេះដូងគួរឲ្យកត់សម្គាល់ផងដែរនោះព្រោះផ្លែសសក់ផ្អែមមានផ្ទុកនូវជាតិសរសៃជាប៉ូតាស្យូមនិងវីតាមីន C ហើយនិងសារធាតុចិញ្ចឹមផ្សេងទៀតដែលអាចជួយគ្រប់គ្រងសម្ពាធឈាមអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាកាំងបេះដូងជំងឺលើឈាមនិងសូម្បីតែជំងឺដែលសរសៃឈាមខួរក្បាលទៀតផងសម្រាប់គុណសម្បត្តិទី5គឺសម្រួលទៅដល់ការរំលាយអាហារផ្លែសសក់ផ្អែមមានផ្ទុកនូវជាតិសរសៃដែលអាចជួយឲ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងមានភាពល្អប្រសើរឡើងការទទួលទាននៅជាតិសរសៃបានគ្រប់គ្រាន់គឺអាចជួយពន្លឿនការឆ្លើយតបជាតិស្ករក្នុងឈាមសម្រួលទៅដល់ការបន្តបងបានទៀងទាត់និងការលូតលាស់របស់បាក់តេរីល្អនៅក្នុងពោះវៀនគុណសម្បត្តិទី6គឺល្អសម្រាប់សុខភាពភ្នែកផ្លែសសក់ផ្អែមមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសារធាតុដែលអាចជួយទ្រទ្រង់ទៅដល់សុខភាពភ្នែកនិងជួយការពារការបាត់បង់នូវកំហើញដោយសារកត្តាអាយុទៀតផងរីឯគុណសម្បត្តិទី7គឺជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្សយើងគឺត្រូវការសារធាតុចិញ្ចឹមជាច្រើនដើម្បីដំណើរការហើយវីតាមីន C គឺជាសារធាតុចិញ្ចឹមដែលសំខាន់បំផុតដែលប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងត្រូវការយើងទៅតាមការសិក្សាស្រាវជ្រាវក៏រកឃើញផងដែរថាការទទួលទាននូវវីតាមីន C បានគ្រប់គ្រាន់គឺអាចជួយបង្ការនិងព្យាបាលការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើមនិងប្រព័ន្ធផ្សេងៗទៀតដូចជាជំងឺរលាកសួតនិងជំងឺផ្ដាសាយសម្រាប់គុណសម្បត្តិទី8គឺល្អសម្រាប់សុខភាពស្បែកការទទួលទាននៅផ្លែត្រសក់ផ្អែមគឺអាចទ្រទ្រង់ទៅដល់សុខភាពស្បែកដោយសារតែវីតាមីន C ដែលមាននៅក្នុងផ្លែត្រសក់ផ្អែមហើយការទទួលទាននូវវីតាមីន C បានគ្រប់គ្រាន់ក៏អាចជួយទៅដល់ការផលិត collagen ដែលសំខាន់ក្នុងការជួសជុលនិងរក្សាជាលិកាស្បែកវីតាមីន C ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារស្បែកខូចខាតពីកម្ដៅថ្ងៃទៀតផងរីឯគុណសម្បត្តិចុងក្រោយទី9គឺជួយសម្រកទម្ងន់នោះក៏ព្រោះតែផ្លែត្រសក់ផ្អែមមានផ្ទុកនូវការរលាយទាបប៉ុន្តែជាតិទឹកនិងជាតិសរសៃខ្ពស់ដែលអាចចាំបាច់សម្រាប់ការសម្រកទម្ងន់ដែលជួយឲ្យឆាប់ឆ្អែតនិងសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello គ្រូពេទ្យនិងថ្មីចាសសូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចាសសូមអរគុណ